là bao giờ lên ca chúc bạn hai à tối à đẹp ơi helloជួយយ៉ាងផងអាដាវអើយដល់តែដែរទេបងអូលោកលេងហើយចុះអ្នកទាំងអស់គ្នាលេងមកពីក្រៅបណ្ដាបណ្ដៃស្ងាត់ឆឹងដូចចៅលួចសេះហិចនេះគឺជាបច្ចេកទេសរបស់ខ្ញុំនេះដឹងហើយថាបច្ចុប្បន្ននេះសាំងពីណាគេនឹងនិយាយគេស្ដាប់អត់បានហ្នឹងអានេះអូអាគុញណែក៏យ៉ាងនេះឆ្អិនហើយដាក់នេះសិនអូយតំណងដល់ហើយនេះមកទេវតាសើចបាយមួយទៅបង្កុំអត់ទេញ៉ាំមើលអូវាយសិតតែញ៉ាំទៀតអញ្ចឹងធ្វើបង្កុំណែលែងគួរសមហើយបាច់គួរសមខ្លាចចិត្តខ្លាចថ្លើមស្អីទេញ៉ាំតាមធម្មតាទៅបរោះម្នាក់ត្រៀមបណ្ដាការចូលស្ដីដណ្ដឹង AI ដោយសារលេងឆាតជាមួយ AI រាល់យប់លងនឹងសម្ដីផ្អែមរបស់ AI ដកចិត្តមិនរួចបងតកាមួយ AI បាញ់ AI បើសិនណា CPU RAM VGA ការដល់ទៅវិលខ្ញាល់នៅអាមេរិកព័ត៌មានអន្តរជាតិអាមេរិកនិងអ៊ីស្រាអែលវាយរ៉ង់វាយតបបាត់ច្រកហូបូសសាំងឡើងថ្លៃនៅភ្នំពេញមែនទេទេវតាសាំងនៅឡើងថ្លៃនៅគ្រប់ប្រទេសហ្នឹងមែនតែនៅស្រុកខ្មែរទេត្រូវហើយប៉ុន្តែពេលខ្លះគេសរសេរយកចំដាប់អារម្មណ៍ចំណងជើងព័ត៌មានអញ្ចឹងណាអាណាគតទៅឋានកណ្ដាលវាមិនខុសពីភពអង្គារទេគេថាមនុស្សចាប់ផ្ដើមមិនចេះស្រឡាញ់គ្នាហើយបំផ្លាញធម្មជាតិបណ្ដាចាស់ទេវតាតាភពអង្គារកាលពីមុននេះធ្លាប់មានមនុស្សរស់នៅដែរទេអូកាលពីប្រហែលពាន់លានឆ្នាំមុននេះគេថានៅលើភពអង្គារនេះក៏ធ្លាប់មានជីវិតរស់នៅដែរប៉ុន្តែគេមិនមែនហៅមនុស្សទេគេហៅក្រាតាហើយចក្រាតានឹងមានរូបរាងម៉េចទៅក្រាតានឹងរូបរាងដូចអេលៀនអញ្ចឹងដែរហើយចាំមិនបានជាឥឡូវនេះក្រាតាអត់មាននៅលើភពអង្គារគឺដោយសារតែថ្ងៃមួយនោះគឺថាភពអង្គារបានបាត់បង់ទំនាញដែលធ្វើឲ្យបាត់បង់សន្ទុះបរិយាកាសក៏បង្កឲ្យពន្លឺព្រះអាទិត្យនឹងវាយប្រហារមកតែមិនអីទេគឺថាក្រាតាមានបច្ចេកវិទ្យាជឿនលឿនជាងមនុស្សឆ្ងាយណាស់ហើយពួកគេនោះក៏បាននាំពូជបោរបស់គេទៅរស់នៅឆ្ងាយបាត់ទៅដែលមនុស្សលោកយើងតែងតែហៅថាអេលៀនទេវតានិយាយកុហកទេដឹងអ្នកវិទ្យាសាស្ត្រនេះគេមិនទាន់ប្រកាសថាធ្លាប់មានជីវិតរស់នៅលើនឹងផងមិនជឿបាច់បើថាលើគេប្រាប់បោចឹងហីដែលអាចៅផ្កាជោគទេវតាប្រាប់ឲ្យហើយណាប្រហែលថ្ងៃទៀតនេះគឺថានឹងមានព្យុះហើយណាភូមិខ្ញុំនេះកំពុងតែរងគ្រោះដោយសារទឹកជំនន់ហើយមានព្យុះស្អីទៀតហើយទេវតានេះអត់អនុញ្ញាតអ្នកភូមិខ្ញុំទេអីទឹកជំនន់អត់មានពាក់ព័ន្ធមួយទេវតាទេអានឹងរឿងបាក់ទំនប់រឿងធ្វើទំនប់ទេទេវតាគ្រប់គ្រងតែខាងមេឃទេខាងភ្លៀងខាងខ្យល់ខាងផ្គរអីហ្នឹងទេវតាគាត់តែជួនដំណឹងឯងឲ្យដឹងបាញ់ចេះខ្ញុំសូមអរព្រះគុណហើយទេវតាហើយចាប់ព្យុះហ្នឹងឈ្មោះអីដែរបើតាមឋានលើគេប្រាប់មកគឺថាដាក់ឈ្មោះព្យុះរ៉េតង់អូព្យុះរ៉េតង់ដូចជាភាសាអង់គ្លេសឈ្មោះព្យុះនេះដាក់ភាសាខ្មែរទៅឈ្មោះព្យុះចង់ដាក់ភាសាខ្មែរទៀតត្រូវហើយទេវតាចង់បានជាភាសាខ្មែរឥឡូវចេះហៅព្យុះចម្ប៉ាប៉ោយប៉ែតបងអូចម្ប៉ាប៉ោយប៉ែតមិនអីទេឲ្យតែមានឈ្មោះខ្មែរហើយបក់ខ្លាំងអូច្រឡំបាទសូមជម្រាបជូនទៅកាន់បងប្អូនទាំងអស់គ្នាបាទគឺថាហេតុអ្វីបាទជាមានគ្រោះទឹកជំនន់នេះបាទគឺដោយសារតែទំនប់ខាងលើនៃការស្តុបទឹកនឹងគឺថាវាបាក់ដែលបង្កឲ្យមានទឹកជំនន់មកកាន់ភូមិរបស់យើងអូតែប៉ុណ្្នឹងឯងខ្ញុំសង្ស័យថាជាងធ្វើសំដងជាងធ្វើទំនប់ហ្នឹងលួចស៊ីវ៉ាមកដាក់ស៊ីវ៉ាតិចបានឆាប់ប្រេះមែនប្រហែលជាមិនមែនរឿងចឹងទេក្មួយជ្រោះអើយក្រុមហ៊ុនដែលមកធ្វើទំនប់នេះគឺថាមិនមែនតូចតាចទេគឺលក្ខណៈអន្តរជាតិក៏លួចស៊ីវ៉ាបានដែរចាំមេភូមិឲ្យប្រហែលថ្ងៃទៀតបានទឹកស្រកវិញចាបើតាមខាងលើគេប្រាប់មកគឺថាទឹកនេះមិនងាយស្រកទេដូច្នេះហើយខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាចេះណាយើងត្រូវតែចម្លៀសទាំងអស់គ្នាចេញពីទីនេះបណ្ដោះអាសន្នសិនទៅរកទីទួលសុវត្ថិភាពព្រោះថាទឹកនេះវាអាចហក់ឡើងលិចផ្ទះបងប្អូនទៀតណាដែលមេភូមិឲ្យខ្លាចតែពេលអ្នកភូមិចេញទៅអស់ចោលទៅចូលមកលួចអីវ៉ាន់លួចទ្រព្យសម្បត្តិហ្នឹងណាហេតាមើលតែទ្រព្យសម្បត្តិហ្នឹងច្រើនណាស់ផ្ទះប៉ិនត្រង់មួយហ្នឹងចោលលួចមិនកើតបើទឹកលិចអស់ហើយហ្នឹងអ្នកពេលហើយចោលដល់អត់មានចេះហែលទឹកអត់មានចេះជីទូកអីមិនដែរតែយកយើងក៏មានទុកប្រជាការពារភូមិម្នាក់នៅទីនេះដែរដើម្បីមើលសុវត្ថិភាពទ្រព្យសម្បត្តិប្រជាជនហើយចូលចម្លៀសទៅថ្ងៃណាពូមេភូមិចាំកាលទៀតចម្លៀសទៅថ្ងៃហ្នឹងហើយតើបងប្អូនគិតយ៉ាងម៉េចដែរខ្ញុំយល់ព្រមលោកមេភូមិខ្ញុំក៏យល់ព្រមដែរបាទអញ្ចឹងល្អណាស់យើងនឹងចម្លៀសបងប្អូននៅបន្តិចទៀតនេះបាទសួស្តីបងប្អូនទាំងអស់គ្នាដែល
កំពុងតែរស់នៅក្នុងភូមិសេ1និងភូមិសេ2បាទខ្ញុំបានទទួលបញ្ជាពីមេភូមិឲ្យមកផ្សាយដំណឹងនេះជូនដល់បងប្អូនទាំងអស់គ្នាគឺថាទឹកចំនួននេះមិនត្រឹមតែមិនស្រក់ទេបងប្អូនហើយផ្ទុយទៅវិញគឺវានឹងហក់ឡើងជាអតិបរមារហូតដល់លិចផ្ទះបងប្អូនទៀតដូច្នេះហើយមេភូមិត្រូវតែជម្លៀសបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចេញពីភូមិនេះជាបណ្ដោះអាសន្នសូមទានជ្រាបសំទោសតាសឹកផងបាទមិនមកអាក្រក់ទេខ្ញុំមកជូនដំណឹងទេលេងមកពីក្រោយបណ្ដាស្ងាត់ឆឹងដូចចៅលួចសេះហ្នឹងនេះគឺជាបច្ចេកទេសរបស់ខ្ញុំនេះដឹងហើយថាបច្ចុប្បន្ននេះសាំងវាឡើងថ្លៃដល់ពេលអញ្ចឹងទៅខ្ញុំមានបច្ចេកទេសរបស់ខ្ញុំជីកន្ទុំរុយនេះមកវូចឹងទៅខ្ញុំលុនសិនភ្លឹបវាចំណេញសាំង4 10លីត្រដែរអញ្ចឹងណាចំធ្វើដោយបន្តបានទៀតមានអីពិបាកគ្រាន់តែយើងជន់លេងវាផ្អាប់ចឹងមកហើយយើងកាច់សោពលុតមករួចស្រេចហើយបាច់ថាមកជូនដំណឹងនេះជូនដំណឹងអីគេគឺថាមេភូមិបានទទួលការរាយការណ៍ពីលើបងថាទឹកចំនួននេះមិនមែនត្រឹមតែមិនស្រក់ចោះទេគឺនឹងហក់ឡើងខ្ពស់ជាការ៉ាស់តាសក់ទៀតដូច្នេះហើយត្រូវជំរាបប្រជាជនចេញពីភូមិសេ1និងភូមិសេ2ទាំងអស់គ្នាក្នុងថ្ងៃនេះតែម្ដងទៅរកទីទួលសុវត្ថិភាពហើយបន្តិចទៀតគេនឹងជិះទូកដើរជំរាបអ្នកភូមិចេញទៅហើយអូខេអរគុណអ្នកសារព័ត៌មានដែលបានផ្ដល់ដំណឹងបាទចឹងខ្ញុំលាសិនហើយតោះពីឡប់ទៅកន្លែងផ្សេងទៀតអូខេសាហាវមកបើកន្ទុំរុយពលុនមិនសិនបានអត់ធ្លាក់ទៀតពូឡៃអើយពូឡៃនៅផ្ទះទេពូឡៃហើយចាស់ហៅពូដែលមានការអែពូបាច់ជាប់រវល់សំយ៉ាងបន្តិចបាទពូឡៃហើយចេះគឺថាមេភូមិគាត់ឲ្យដើរជំរាបប្រជាជនរបស់យើងចេញពីភូមិនេះជាបន្ទាន់ដោយសារទឹកនោះវានឹងហក់ឡើងខ្លាំងទៀតអូចាប់បណ្ដោយចាប់ពូមកផ្លែសិនណាពូតររៀបខោអាវសិនចាំបានពូរៀបចំទៅស្មានតែទឹកស្រក់ចោះហើយហក់ឡើងទៀតតាក្មួយហើយបាទពូអាដាវអើយនៅផ្ទះដែរទេបងអូលោកលេហីហើយចុះអ្នកទាំងអស់គ្នាមកផ្ទះខ្ញុំមានការអីដែរភូមិរបស់យើងដែរគឺថានឹងលិចទឹកខ្លាំងជាងនេះទៀតលិចផុតផ្ទះឯទៀតដល់ដូច្នេះហើយមេភូមិបានប្រាប់ថាឲ្យជំរាបប្រជាជននេះចេញពីភូមិនេះហើយទៅរកទីទួលសុវត្ថិភាពហើយជំរាបទៅខាងណាវិញដែរប្រហែលជាជំរាបទៅកាន់ភ្នំមួយនៅជិតនេះដែរប្រហែលជា5គីឡូម៉ែត្រពីទីនេះអូចឹងអរគុណដែរក្មួយចែកចាំផ្លែទៅដល់ពូរៀបចំឲ្យបានតិចបាទពូតាទេពូរួចហើយបាទពូអូសង្ស័យភ្នំនឹងឲ្យបើទៅនោះហ្នឹងហើយកន្លែងហ្នឹងហើយលោកអ្នកទាំងអស់គ្នាចិត្តដល់ហើយអូភ្នំនេះធំដែរតាខ្ញុំបាទមេភូមិសូមជម្រាបសួរបងប្អូនភូមិសេ1និងភូមិសេ2ទាំងអស់គ្នាជាទីរាប់អានដែលកំពុងទស្សនានៅទីនេះក៏ដូចជាតាមគេហដ្ឋានមេភូមិស្តែក៏ដូចជាទស្សនាតាមគេហដ្ឋានមើលតែមានការផ្សាយតាមវិទ្យុអូអធិស្ឋានផងខ្ញុំច្រឡំកម្មវិធីដូច្នេះជម្រាបបងប្អូនថាទីនេះហើយគឺជាកន្លែងដែលបងប្អូនត្រូវរស់នៅអាស្រ័យបណ្ដោះអាសន្នសិនដើម្បីគេចផុតពីគ្រោះទឹកជំនន់នៃភូមិរបស់យើងហើយខាងខ្ញុំនឹងធ្វើការចែកតង់ទៅកាន់បងប្អូនម្នាក់មួយដើម្បីរៀបចំកន្លែងគេងចាំមេភូមិតាក់ទងជាមួយនឹងអាហារហូបចុកគិតបាច់ទៅថាពួកយើងមកនេះគឺគ្មានទេដោយសារអីវាលេចអស់ហើយបាទតាក់ទងជាមួយនឹងរឿងហ្នឹងគឺថាមិនបាច់ភ័យទេបងប្អូនណាគឺថាយើងនឹងមានការផ្គត់ផ្គង់ទៅកាន់បងប្អូនយើងមានខាងគេហៅថាអង្គការមនុស្សធម៌ចែកអំណោយទៅកាន់បងប្អូនចាំមេភូមិនៅទីនេះយើងអាចនេសាទត្រីអីបានទេល្អណាស់ក្មួយប៉ុននេះគឺកាន់តែល្អទៅទៀតណាបើយើងចេះវិធីដើម្បីរកជាមួយនឹងស្បៀងចំណីអាហារគឺកាន់តែល្អទៀតមិនជាអ្វីនោះទេយើងមិនមានការហាមឃាត់នោះទេនៅទីនេះចាំមេភូមិនៅនឹងមាន Tiger ហ៎ Tiger នឹងអីគេហេមេភូមិអត់ស្គាល់ Tiger ខ្លាហ្នឹងហើយបាទតែពេលនៅលើភ្នំនេះសត្វអ្វីក៏មានដែរប៉ុន្តែមិនបាច់បារម្ភទេបាទគឺថាយើងរស់នៅលក្ខណៈគេហៅថា community អញ្ចឹងសត្វព្រៃកំណាចអត់ហ៊ានចូលមកយីពួកយើងទេជាចុងក្រោយសូមផ្ដាំបងប្អូនថាកុំរៀបចំកន្លែងគេឆ្ងាយពីគ្នាពេកណាព្រោះថាយើងរស់នៅលក្ខណៈជុំគ្នាទៅសុវត្ថិភាពបាទលោកមេភូមិបងទេអើយ
មានកៅអី hero បងឯងហូបមីអត់ខ្ញុំឆឹងហើយ អត់ទេអូនអត់ទេ បានបងណែយើងប្រាប់ឯងណាមីមិនអាចស៊ីរាល់ថ្ងៃបានទេស៊ីតែយូរម្ដងទេស៊ីរាល់ថ្ងៃខូចសុខភាពដឹងហើយយើងក៏មិនដែរស៊ីមីដែរស៊ីតែពេលដាច់លុយណែ hero ណាទឹកក្តៅយូរមែនវិញនេះឲ្យអាវត្តយកទៅដាំក្រោយតិចទៀតវាមកវិញហ៎អូយព្រីងប្រេងនេះធំដែរផ្អែមហ៎ជាតិអែមសែមហ៎អាវត្តឲ្យទឹកពុះណាប្រញាប់ស៊ីមីពុះចាំតិចយកទៅម៉ែស៊ីមីម្នាក់សិតតែ3កញ្ចប់ចាំមើលបើមិនលៀងឈាមនេះទឹកក្តៅអរគុណច្រើន Bonk. ថាមិនចង់អានទេតែធ្វើមិនចូលព្រៃហើយយើងត្រូវតែអានតាក់ទងនឹងខ្មោចទៅដើម្បីការពារខ្លួនតាមពិតទៅខ្មោចមានគ្រប់ទីកន្លែងបើសិនជាយើងមើលឃើញខ្មោចវិញនោះយើងសឹងតែដើរជៀសវាមិនរួចទេដោយសារវាច្រើនពេកដូចអុសកោលើគ្នាអញ្ចឹងខ្មោចមានគ្រប់កន្លែងមែនអី Bonk. បើសិនជារាសីរបស់យើងខ្ពស់ខ្មោចមិនអាចលងយើងបានទេតែបើសិនជារាសីរបស់យើងត្រឹម 50% វាអាចលងបានដែរតែលងត្រឹមតែជាសម្លេងទេតែបើសិនជារាសីរបស់យើង0នោះខ្មោចនឹងបង្ហាញខ្លួនហើយលងយើងយកតែម្ដងតាឡាំតុនយ៉ាឌីហៅខ្មោចអូហៅតែចិនមេកៅនេះចិនតកតហឺ Bonk. ជួយញូទៅសេឡៅមេសំលេងអីគេមិញតាទាំងលើនេះវាកតនេះកៅតកតហឺដែរកៅសៀមផ្ទៃលោពីណាគេនឹងនិយាយគេស្ដាប់អត់បានហ្នឹងអរ៉ាដែរអូអាកុញអរ៉ាដែរណែកុញយ៉ាងណានេះមានកៅអីគេវីបើអើយយើងមកទីនេះផ្លេចយកអតាក់មកអីមែនផ្លេចយកផ្កាឈូកអតាក់មកបាត់អាផ្លេចយកមកជុំឯងងុំលេចទឹកទៀតអញ្ចឹងគិតមកយោរត់ទូកជីទៅដើម្បីយកផ្កាឈូកវាចេញពីទឹកអូខេតោះហើយដៃមកផ្លែសាយកបាត់ហើយរត់ចោះទៅភូមិសែមមន់វិញសិនប៉ាលូផ្ទះថ្ងៃនេះស្ងាត់ម្ល៉េះអូតូណាបាត់ហើយ Bonk.